សូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជម្រាបសួរបងប្អូនជារូបភាសាទូទាំងសកលលោកជាទីគោរពនាងខ្ញុំសូមចែករំលែកខ្លឹមសារអាវុធទឹកបន្តហេតុអ្វីយើងមានអាវុធទឹកនឹងបងប្អូនតើបងប្អូនឆ្ងល់ទេហេតុអ្វីយើងមានអាវុធទឹកដែលហៅថាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជានឹងមកការពារជាតិយើងបងប្អូនតើបងប្អូនឆ្ងល់ទេហេតុអ្វីប្រទេសយើងមានអាវុធទឹកនឹងមានកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាការពារទឹកដីការពារជាតិយើងចាការពារទាំងបូរណភាពគឺព្រំដែនទឹកគោកអាកាសរបស់ខ្មែរការពារទាំងអធិបតេយ្យភាពគឺការដឹកនាំនយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្មែរគឺត្រូវតែឯករាជ្យការពារទាំងពលរដ្ឋណាពលរដ្ឋខ្មែរទូទៅកិច្ចព្រមព្រៀងការពារចាហើយការពារសសរស្តម្ភរបស់យើងសសរស្តម្ភដែលមាននយោបាយប្រៀបដូចជាខួរក្បាលសេដ្ឋកិច្ចប្រៀបដូចតែសរសៃឈាមណាបងប្អូនរីឯវប្បធម៌សង្គមធម៌ប្រៀបដូចសម្លៀកបំពាក់របស់យើងចាដូច្នេះវប្បធម៌រលត់ជាតិរលាយដូច្នេះសំខាន់ណាស់បងប្អូនត្រូវចូលរួមការពារទាំងអស់គ្នាដូច្នេះហេតុអ្វីបានជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991នៅប្រទេសយើងតើបងប្អូនឆ្ងល់ទេហេតុអ្វីប្រទេសផ្សេងទៀតអត់មានតែប្រទេសយើងចាដូច្នេះយើងត្រូវស្វែងយល់ប្រវត្តិសាស្ត្រខ្មែររវាងនឹងបរទេសទាំងអស់គ្នាបងប្អូនពីអតីតកាលតើមានអ្វីកើតឡើងយើងបានដឹងហើយថានៅឆ្នាំខែមីនាមករាកុម្ភៈមីនាមេសាសំទោសខែមេសាខែ4ណាចូលឆ្នាំបងប្អូនគឺប្រទេសយើងបានធ្លាក់ក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃខែ4ឆ្នាំ1975ដូច្នេះនៅពេលហ្នឹងគឺមានរបបព្រៃម៉ាគីណាបងប្អូនព្រៃម៉ាគីបានន័យថាខ្មែរនិយមយួននិយមសៀមនិយមឡាវនិយមគឺរុស្ស៊ីនិយមចិននិយមគឺច្រើនមានច្រើនណាបងប្អូនគឺមិនមែនពលពតតែមួយទេណាបងប្អូនរបបហ្នឹងគឺមានបរទេសជាច្រើនហ្នឹងហើយចូលមកក្នុងប្រទេសយើងចាដូច្នេះហើយរបប3ឆ្នាំ8ខែ20ថ្ងៃនឹងធ្វើឲ្យខ្មែរបាត់បង់បាត់បង់ជីវិតបាត់បង់ពលរដ្ឋខ្មែរសឹងតែផុតពូជចាហើយរបបហ្នឹងគឺរបបដែលរបបខ្មៅតែម្ដងគឺរបបប្រល័យពូជសាសន៍របបអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិចាដូច្នេះហើយបានអូសប្រឡាយរហូតដល់12ធ្នូនាងខ្ញុំមិនបានចាំច្បាស់លាស់ទេបងប្អូនខែ12ឆ្នាំ1978យួនបានចូលមកប្រទេសយើងចាកងទ័ពយួនបានចូលមកប្រទេសយើងហើយ7មករា79គឺយួនបានឈ្នះព្រៃម៉ាគីទាំងអស់ណាបងប្អូនដូច្នេះសំខាន់ប្រវត្តិសាស្ត្រសូមបងប្អូនស្វែងយល់ទាំងអស់គ្នាចាដូច្នេះយួនបានឈ្នះព្រៃម៉ាគីហើយនៅពេលហ្នឹងអ្នកណាគឺចិននិយមចិនមិនព្រមជាដាច់ខាតគឺយួនគ្រប់គ្រងកម្ពុជាណាបងប្អូនបានន័យថាយួនគ្រប់គ្រងប្រទេសយើង 90% ហើយនៅឆ្នាំ7មករា79ណាកងទ័ពយួនណាដូច្នេះចិនអត់សុខចិត្តទេបងប្អូនចិនអត់សុខចិត្តទេចិន10មករា79ចិនបានទៅវាយយួននៅហាណូយឲ្យយួនដកកងទ័ពរបស់យួនចេញពីប្រទេសយើងឃើញទេបងប្អូនគឺចិនអត់សុខចិត្តទេណាចាដូច្នេះហើយកម្ពុជាចាប់ពីពេលហ្នឹងគឺកម្ពុជាស្ថិតនៅក្នុងទីតាំងចំនួនភូមិសាស្ត្រនយោបាយបានន័យថាបរទេសទាំងសេរីទាំងកុម្មុយនីសចង់បាននយោបាយចង់បានសេដ្ឋកិច្ចចង់បានយោធាចង់បានទឹកដីយើងចង់បានពលរដ្ឋយើងចង់បានសេដ្ឋកិច្ចចង់បានវប្បធម៌សង្គមធម៌យើងដើម្បីពង្រីកឥទ្ធិពលរបស់គេនៅក្នុងតំបន់ឥណ្ឌូចិនតំបន់អាស៊ានហើយនិងតំបន់អន្តរជាតិណាបងប្អូនដូច្នេះសំខាន់ណាស់ចិនបានចូលទៅវាយយួន10មករា79នៅហាណូយហើយរុស្ស៊ីថាបើចិនមិនចេញទេរុស្ស៊ីនឹងវាយចិនបើចិនមិនចេញពីយួនទេគឺប្រទេសយួនប្រទេសហាណូយទេចាប្រទេសយួនទេគឺចិនច្បាស់ជាចូលសំទោសគឺរុស្ស៊ីច្បាស់ជាចូលវាយចិនដូច្នេះរុស្ស៊ីជួយយួនណារុស្ស៊ីជាឪរបស់យួនចាដូច្នេះលោកហ៊ុនសែនមានយួននៅពីក្រោយណាបងប្អូនភាគីលោកហ៊ុនសែនមានយួននៅពីក្រោយហើយយួនហ្នឹងគឺមានរុស្ស៊ីនៅពីក្រោយបានលូកដៃដោយប្រយោលឬដោយផ្ទាល់រីឯចិនខាងសម្ដេចនរោត្តមសីហនុបងប្អូនចិនចាខាងខ្មែរក្រហមចាចិនផ្ដល់ជំនួយផ្ដល់អីឲ្យខាងខ្មែរក្រហមខាងសម្ដេចនរោត្តមសីហនុហើយរីឯអាមេរិកកាំងហើយអាស៊ានផ្ដល់ឲ្យ
ខាងត្រីម៉ាគីណាបងប្អូនត្រីម៉ាគីដែលមានលោកតាសឿនសានហើយនឹងមានលោកខៀវសំផនកម្ពុជាប្រជាធិបតេយ្យណាបងប្អូនហើយលោកតាសឿនសានរណសេររំដោះជាតិដើម្បីប្រជាពលរដ្ឋខ្មែរនេះខ្ញុំមិនបានចាំពាក្យទាំងអស់ទេហើយហ៊ុនសំពេចខាងសម្ដេចនរោត្តមសីហនុដូច្នេះចូលរួមគ្នាបានជាត្រីភាគីប្រឆាំងនឹងកម្ពុជាមានិតកម្ពុជាប្រជាមានិតសំទោសសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺខាងលោកហ៊ុនសែនចាដូច្នេះប្រឆាំងគ្នាលោកហ៊ុនសែនមានយួនហើយនឹងរុស្ស៊ីនៅពីក្រោយរីឯត្រីភាគីគឺមានចិនអាមេរិកកាំងអាស៊ានហើយដែលនៅពេលអាមេរិកកាំងចូលមកគឺសម្ព័ន្ធមិត្តអាមេរិកកាំងគឺបារាំងចូលមកដែរណាបងប្អូនដូច្នេះខាងសេរីចូលមកសម្រាប់គ្រប់គ្រងផ្ដល់សម្ភារៈត្រីភាគីដូច្នេះរងើកភ្លើងនៅសង្គ្រាមលោកលើកទី3នៅកម្ពុជានៅឆ្នាំ1979បានចាប់ដើមឆេះណាបងប្អូនឆេះនៅប្រទេសយើងចាដូច្នេះហើយថ្ងៃទី15មករា79តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិបានចូលទៅដល់កម្ពុជាបានឃើញថាកម្ពុជាត្រូវបានគេឈ្លានពានត្រូវបានបរទេសឈ្លានពានព្រោះអីឃើញកងទ័ពបរទេសពេញទឹកដីយើងកងទ័ពយួនពេញទឹកដីយើងណាបងប្អូនដូច្នេះហើយតំណាងពិសេសរបស់អង្គការសហជីវជាតិបានត្រឡប់មកញូវយ៉កវិញដើម្បីសហរដ្ឋអាមេរិកវិញដើម្បីពិភាក្សារកដំណោះស្រាយណាបងប្អូនបើសិនទុកឲ្យសង្គ្រាមនៅកម្ពុជាឆេះនៅឆ្នាំ1979ហ្នឹងខ្មែរច្បាស់ជាបាត់បង់ច្បាស់ជារលាយហើយរងើកភ្លើងលោកលើកទី3នឹងឆាប់ឆេះឡើងមិនខានចាដូច្នេះហើយអង្គការសហជីវជាតិបានកោះហៅក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ទាំង5ដែលមានចិនរុស្ស៊ីបារាំងសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើងហ្នឹងកោះហៅប្រជុំដើម្បីរកដំណោះស្រាយឃើញទេឆ្នាំ79ណាបងប្អូនក្រោយមកបានរកដំណោះស្រាយឃើញនេះឯងណាដំណោះស្រាយហេតុអ្វីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីការពារជាតិយើងបងប្អូនមកពីកម្ពុជាស្ថិតនៅទីតាំងចំនួនភូមិសាស្ត្រនយោបាយនេះឯងទាំងបរទេសសេរីទាំងកុម្មុយនីសចង់បាននយោបាយរបស់កម្ពុជាចាដើម្បីពង្រីកឥទ្ធិពលរបស់គេដូច្នេះហើយបានរកឃើញដំណោះស្រាយនេះចំនួនជិត11ឆ្នាំដែរណាបងប្អូនគឺ79រហូតដល់89បានមានសន្និសីទលើកទី1ចាសន្និសីទលើកទី1នៅទីក្រុងប៉ារីដែរចាគឺចាប់ដើមថ្ងៃទី30កក្កដាឆ្នាំ1989ដល់ថ្ងៃទី30សីហាឆ្នាំ1989បានតែមួយខែគត់ណាបងប្អូនគឺឈប់វិញព្រោះអីវាមានបញ្ហាជាច្រើនភាគីទាំងអស់មិនព្រមចុះហត្ថលេខាទទួលស្គាល់ថាខ្លួនបានចូលរួមដោយប្រយោលឬដោយផ្ទាល់តាមក្នុងចំនួនភូមិសាស្ត្រនយោបាយនៅកម្ពុជាឃើញទេបងប្អូនដូច្នេះហើយគេបានផ្អាកសន្និសីទហើយសហប្រធានទាំងពីរបារាំងនិងឥណ្ឌូនេស៊ីចាគឺគាត់ខំជ្រុំជ្រែងមែនតែនរកដំណោះស្រាយដើម្បីបង្កើតឲ្យបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដូច្នេះហើយខំតគោះទ្វារគេបានផ្អាកសិនរហូត89រហូតដល់ឆ្នាំ91ណាបងប្អូនគឺគេផ្អាកនៅពេលហ្នឹងគឺគេរកមធ្យោបាយគោះទ្វារភាគីហត្ថលេខីទាំងអស់ឲ្យបញ្ចុះហត្ថលេខាបញ្ចុះបញ្ចូលគៀងគោភាគីហត្ថលេខីទាំងអស់មកចុះហត្ថលេខាបើមិនដូច្នោះទេគឺភាគីហត្ថលេខីដែលជាប់ពាក់ព័ន្ធហ្នឹងទទួលសម្ពាធពីពិភពលោកណាបងប្អូនដូច្នេះហើយចាដូច្នេះហើយភាគីទាំងអស់បានព្រមចុះហត្ថលេខានៅថ្ងៃទី23តុលាឆ្នាំ1991ដូច្នេះសន្និសីទលើកទី2សន្និសីទមាន2ដងណាបងប្អូន30កក្កដាដល់30សីហាលើកទី1ឆ្នាំ1989បានផ្អាកមិនមានប្រសិទ្ធភាពទៅមុខទៀតទេភាគីខ្មែរយើងឆ្លោះគ្នាម្នាក់មិនព្រមទទួលស្គាល់តួនាទីកាតព្វកិច្ចរបស់ខ្លួនជជែកគ្នាឆ្លោះគ្នារហូតភាគីខ្មែរយើងទាំង4ហ្នឹងភាគីលោកតាសឿនសានភាគីលោកព្រះអង្គម្ចាស់រណរិទ្ធសម្ដេចនរោត្តមសីហនុភាគីលោកខៀវសំផនភាគីលោកហ៊ុនសែន4ភាគីធំហ្នឹងបងប្អូនគឺឆ្លោះគ្នារហូតចានៅពេលប្រជុំដើម្បីរកដំណោះស្រាយហ្នឹងដល់ហើយបានគេផ្អាកបន្ទាប់មកនៅឆ្នាំ
នៅថ្ងៃទី21 22 23តុលាឆ្នាំ1991គឺបានសន្និសីទនេះឯងគឺបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះភាគីទាំងអស់ព្រមចុះហត្ថលេខាព្រមទទួលស្គាល់ព្រមអនុវត្តព្រមគោរពតួនាទីរបស់ខ្លួនចាដូច្នេះភាគីទាំងអស់ដែលមាន18ប្រទេសនាងខ្ញុំបានរៀបរាប់ណាបងប្អូនមហាអំណាចទាំង5ដែលមានចិនរុស្ស៊ីបារាំងសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនាអៀងឡង់ខាងជើងបន្ទាប់មកមហាអំណាចខាងសេដ្ឋកិច្ចទាំង4សេដ្ឋកិច្ចខាងយោធានៅក្នុងតំបន់ដែលមានជប៉ុនឥណ្ឌាកាណាដាហើយនិងអូស្ត្រាលីណាបងប្អូនដូច្នេះ9ណាបន្ទាប់មកអាស៊ានទាំង9ដែលមានយួនសៀមខ្មែរម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីហ្វីលីពីនប្រ៊ុយណេដារូសាឡឹមណាបងប្អូនយួនសៀមខ្មែរម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីហ្វីលីពីនដូចផ្លេចមួយយួនសៀមឡាវខ្មែរម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីហ្វីលីពីនប្រ៊ុយណេដារូសាឡឹមចាផ្លេចប្រ៊ុយណេដារូសាឡឹមដូច្នេះ9ណាបង9ពីដង18ចា18ប្រទេសដែលព្រមដែលបានចុះហត្ថលេខាផ្ទាល់ព្រមទទួលស្គាល់កិច្ចព្រមព្រៀងនេះចាអនុវត្តគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលាឆ្នាំ1991រួមទាំងយូហ្គោស្លាវីបានចុះហត្ថលេខាដែរណាតំណាងឲ្យប្រទេសមិនជន់សម្ព័ន្ធមិត្តយោធាខាងសេរីនិងខាងកុម្មុយនីសណាបងប្អូនហើយបន្ទាប់មកអគ្គលេខាធិការក៏បានចុះហត្ថលេខាដែរចាតំណាងឲ្យប្រទេសគាត់100សមាជិករបស់ប្រទេសគាត់ចំនួននោះ192ប្រទេសឥឡូវ193ហើយទទួលស្គាល់ឯកសារនេះណាបងប្អូនព្រមអនុវត្តព្រមគោរពថាមិនអោយឈ្លានពានមិនត្រូវទៅរំលោភកម្ពុជាទៀតទេហេតុអ្វីបច្ចុប្បន្ននេះសៀមបានមករំលោភលើទឹកដីរបស់យើងបងប្អូនដូច្នេះនាងខ្ញុំក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូបស្រឡាញ់ទឹកដីប្រទេសជាតិស្នើទៅរដ្ឋាភិបាលខ្មែរប្តឹងទៅប្រទេសសៀមចាមាត្រាទី5ទំព័រ272សំទោសទំព័រ273ដើមទំព័រ274នៅក្នុងកិច្ចព្រមព្រៀងទី3តេតិនទៅនឹងអធិបតេយ្យភាពណាបងប្អូនដែលមាន8មាត្រាទី5រដ្ឋាភិបាលត្រូវយកទៅប្តឹងប្រទេសសៀមបើមិនដូច្នោះទេសង្គ្រាមច្បាស់ជាបន្តទៀតអត់បានចាប់សាច់ត្រឹមត្រូវទេលុះត្រាតែយើងប្តឹងទៅសង្គ្រាមនឹងសង្គ្រាមឈានពាននឹងចាប់បានណាបងប្អូនបើមិនបានប្តឹងទេគឺមិនអាចចាប់បានឡើយដូច្នេះសំខាន់ណាស់ដូច្នេះកិច្ចព្រមព្រៀងនេះបង្កើតមកដើម្បីគោលបំណងនាងខ្ញុំនឹងអានចែកបងប្អូនតើគោលបំណងកិច្ចព្រមព្រៀងអ្វីខ្លះអាវុធទឹករបស់យើងហ្នឹងគឺជាគ្រឹះប្រជាធិបតេយ្យរបស់យើងណាបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលស្រឡាញ់ប្រជាធិបតេយ្យបងប្អូនត្រូវតែយល់ខ្លឹមសារគ្រឹះប្រជាធិបតេយ្យចាដូច្នេះសំខាន់ណាស់ទាំងមន្ត្រីទាំងពលរដ្ឋត្រូវតែយល់ខ្លឹមសារប្រជាធិបតេយ្យដូច្នេះគោលបំណងកិច្ចព្រមព្រៀងតើមានអ្វីខ្លះបងប្អូនដែលគេបង្កើតមកដើម្បីបញ្ចប់ព្រឹត្តិការណ៍បានន័យថាសង្គ្រាមជំលោះភូមិសាស្ត្រនយោបាយសង្គ្រាមឈានពានសង្គ្រាមប្រល័យពូជសាសន៍សង្គ្រាមអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិហើយសង្គ្រាមរងើកភ្លើងលោកលើកទី3ព្រឹត្តិការណ៍អតីតកាលណាបងប្អូនចាបន្ទាប់មកបញ្ចប់របបដឹកនាំដែលមានរបបកុម្មុយនីសផ្ដាច់ការសក្តិភូមិរបបអាយ៉ងបរទេសឃើញទេបងប្អូនហើយគេធានាថារបបហើយនឹងរបបដឹកនាំហើយនឹងព្រឹត្តិការណ៍ដែលកើតឡើងពីអតីតកាលមិនត្រឡប់មកវិញជាដាច់ខាតគេបានចុះហត្ថលេខាទទួលស្គាល់ជាលិលាក់អក្សរហេតុអ្វីមានសង្គ្រាមឈ្លានពានពីសៀមបច្ចុប្បន្ននេះភ្លាមនេះបងប្អូនហើយសង្គ្រាមនេះក៏មិនបានទាន់ចប់ស្រេចបាច់ដែរគឺអាចមានបន្តអូសប្រឡាយបន្តទៀតចាកងទ័ពសៀមមិនបាននៅស្ងៀមទេឈ្លានពានខ្មែររហូតនៅពេលមានកិច្ចព្រមព្រៀងបញ្ឈប់ផ្អាកច្បាំងនេះគឺកងទ័ពសៀមនៅធ្វើទុកបុកម្នេញកងទ័ពខ្មែររហូតដូច្នេះរដ្ឋាភិបាលត្រូវតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅប្តឹងដល់តុលាការអន្តរជាតិចាគឺបើមិនដូច្នោះទេសង្គ្រាមនេះនឹងបន្តទៀតមិនខានមិនអាចចាប់ត្រឹមត្រូវបានឡើយចាដូច្នេះគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនាងខ្ញុំសូមអានចែករំលែកឲ្យបងប្អូនយល់អំពីខ្លឹមសារគោលបំណងអាវុធទឹកនេះចាទំព័រ181ណាបងប្អូនគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅក្នុងកិច្ចព្រមព្រៀងទី2ហើយគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរនៅទំព័រ271នៅក្នុងកិច្ចព្រមព្រៀងទី3ណាបងប្អូនតេតិនទៅនឹងអធិបតេយ្យភាព
ដូច្នេះនេះនាងខ្ញុំសូមអានទំព័រ181គោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីហេតុអ្វីប្រទេសយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីការពារការពារប្រទេសយើងហេតុអ្វីប្រទេសផ្សេងអត់មានហេតុអ្វីប្រទេសផ្សេងអត់មានតែយើងហើយមានហើយហេតុអ្វីរដ្ឋាភិបាលមិនព្រមយកមកធ្វើជាគោលដឹកនាំជាតិណាបងប្អូនតើឆ្ងល់ទេសំណួរនេះណាដូច្នេះចំណុចទី1គោលបំណងដូច្នេះភាគីហត្ថលេខីទាំងអស់សន្យាគោរពអនុវត្តណាបងប្អូនយល់ព្រមភាគីហត្ថលេខីទាំងអស់យល់ព្រមនៅពីមុខអង្គអគ្គលេខាធិការអង្គការសហជីវជាតិដូច្នេះចំណុចទី1ដើម្បីថែរក្សានិងការពារអធិបតេយ្យភាពឯករាជ្យនិងបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាឃើញទេត្រូវអនុវត្តកិច្ចព្រមព្រៀងនេះដើម្បីថែរក្សាអធិបតេយ្យភាពឯករាជ្យបានន័យថានយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្មែរគឺត្រូវតែឯករាជ្យបើមិនបានអនុវត្តកិច្ចព្រមព្រៀងនេះទេគឺនយោបាយខ្មែរមិនបានឯករាជ្យទេណាបងប្អូននៅក្រោមបញ្ជាបរទេសរហូតនៅក្រោមការដឹកនាំរបស់បរទេសរហូតដូច្នេះនយោបាយគឺជាសសរស្តម្ភរបស់យើងប្រៀបដូចជាខួរក្បាលបើយើងបាត់បង់នយោបាយគឺជាតិយើងច្បាស់ជារលត់ណាបងប្អូនសំខាន់ណាចំណុចនេះចាសសរស្តម្ភយើងដែលមាននយោបាយសេដ្ឋកិច្ចវប្បធម៌សង្គមធម៌បើយើងបាត់បង់នយោបាយគឺជាតិយើងច្បាស់ជារលត់ដូច្នេះនាងខ្ញុំសូមស្នើទៅពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសស្វែងយល់ខ្លឹមសារកិច្ចព្រមព្រៀងនេះហើយជំរុញឲ្យភាគីហត្ថលេខីទាំងអស់អនុវត្តហើយគោរពដោយដែលគេបានសន្យានៅក្នុងកិច្ចព្រមព្រៀងនេះចា៎បើមិនដូច្នោះទេកម្ពុជាមិនអាចមានសន្តិភាពដែលពិតប្រាកដឡើយរងើកភ្លើងលោកលើកទី3នឹងឆេះនៅកម្ពុជាទៀតមិនខានណាបងប្អូនកម្ពុជានឹងរបបអតីតកាលហើយនឹងព្រឹត្តិការណ៍អតីតកាលច្បាស់ជាត្រឡប់មកវិញចាឥឡូវចាប់ផ្ដើមត្រឡប់មកវិញហើយសង្គ្រាមឈានពានឃើញទេព្រឹត្តិការណ៍ឃើញទេបងប្អូនឃើញទេជាក់ស្ដែងណាគឺចាប់ផ្ដើមមកវិញហើយមកពីកិច្ចព្រមព្រៀងនេះមិនបានអនុវត្តមកដំណាក់កាលអន្តរកាលបរាជ័យមកពីរដ្ឋាភិបាលខ្មែរមិនព្រមយកកិច្ចព្រមព្រៀងមិនអោបកិច្ចព្រមព្រៀងនេះជាប់នឹងខ្លួនណាបងប្អូនដូច្នេះប្រទេសយើងទូចខ្សោយទាំងអស់យើងមិនអាចយកទាហានទៅទប់ទល់បរទេសបានឡើយនៅជិតប្រទេសយើងគេសិតតែមានប្រទេសធំទាហានធំចាទាហានច្រើនពូកែហើយយើងក៏ទាហានយើងខ្សោយប្រទេសយើងទូចតើយើងអាចទៅធ្វើអ្វីបានណាបងប្អូនមានតែច្បាប់មួយគត់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាទើបខ្មែរមានសន្តិសុខសន្តិភាពដែលពិតប្រាកដឃើញទេដើម្បីថែរក្សានិងការពារអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាឃើញសំខាន់ណាស់បងប្អូនពាក្យនីមួយបងប្អូនត្រូវស្វែងយល់ខ្លឹមសារពាក្យនីមួយបូរណភាពថែរក្សាឯករាជ្យបូរណភាពបានន័យថាព្រំដែនទឹកគោកអាកាសរបស់ខ្មែរគឺត្រូវតែឯករាជ្យមិនត្រូវកាត់ឲ្យបរទេសណាជាដាច់ខាតកោះភ្នំទឹកដីបូរណភាពណាព្រំដែនទឹកគោកអាកាសរបស់ខ្មែរគឺត្រូវតែឯករាជ្យចានិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាបានន័យថាកម្ពុជាមិនត្រូវឲ្យមានវត្តមានកងទ័ពបរទេសដាក់នៅលើទីតាំងទឹកដីរបស់កម្ពុជាឡើយហាមផ្ដាច់តើមិនដូច្នោះទេគឺកម្ពុជាបាត់បង់អព្យាក្រឹតណាបងប្អូនកម្ពុជាមិនត្រូវបំអៀងទៅបរទេសណាជាដាច់ខាតបើសិនកម្ពុជាចង់បានសន្តិសុខសន្តិភាពឃើញទេបងប្អូនសំខាន់ណាស់ចាចំណុចទី2ដោយចង់ស្ដារឡើងវិញនិងថែរក្សាសន្តិភាពកម្ពុជាឃើញទេជំរុញការបង្រួមជាតិនិងធានាឲ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិស្វ័យសម្រេចតាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវចំណុចទី2នេះគេបានទៅយល់ព្រមទទួលស្គាល់ឲ្យពលរដ្ឋខ្មែរធ្វើជាម្ចាស់ប្រទេសសម្រាប់ជោគវាសនាអនាគតនយោបាយរបស់ខ្លួនដោយខ្លួនឯងឈប់ឲ្យបរទេសជ្រើសរើសហើយដូច្នេះពលរដ្ឋខ្មែររស់នៅក្នុងប្រទេសប្រជាធិបតេយ្យត្រូវតែធ្វើខ្លួនជាពលរដ្ឋប្រជាធិបតេយ្យជ្រើសរើសមេដឹកនាំល្អសម្រាប់ដឹកនាំជាតិដោយខ្លួនឯងណាបងប្អូនចំណុចនេះសំខាន់ណាស់តាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវបើសិនអត់មានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវយើងត្រូវតែទាមទារដល់អង្គការសហជីវជាតិឲ្យពិនិត្យមើលនៅពេលបោះឆ្នោតណាបងប្អូនសំខាន់ណាស់ចំណុចនេះយើងមិនអាចនៅស្ងៀមបន្តទៀតទេបងប្អូនមិនអាចទេថ្ងៃណាមួយទឹកដីយើងនឹងបាត់បង់ហើយណាបើសិនជ្រើសរើសមេដឹកនាំមិនស្នេហាជាតិមេដឹកនាំអាក្រក់ដូច្នេះ
ជ្រើសរើសមេដឹកនាំខុសនាងខ្ញុំចង់និយាយថាពលរដ្ឋជ្រើសរើសមេដឹកនាំខុសជាតិច្បាស់ជាបាត់បង់បើពលរដ្ឋជ្រើសរើសមេដឹកនាំល្អមេដឹកនាំត្រឹមត្រូវគឺជាតិយើងនឹងគង់វង្សណាបងប្អូនដូច្នេះសំខាន់ណាស់ចំណុចទី2នេះគឺគេចង់ឲ្យពលរដ្ឋខ្មែរសម្រេចអនាគតនយោបាយជាតិដោយខ្លួនឯងណាបងប្អូនឃើញទេចំណុចទី3ដោយជឿជាក់ថាមានតែដំណោះស្រាយនយោបាយរួមមួយសម្រាប់ចំនួនកម្ពុជាទេទើបបានជាដំណោះស្រាយមួយយុត្តិធម៌និងយូរអង្វែងហើយនឹងរួមវិភាគទានដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិឃើញទេបងប្អូនមានតែដំណោះស្រាយនយោបាយរួមមួយទេអានេះឯងដំណោះស្រាយនយោបាយរួមមួយឃើញទេនេះឯងចាអនិវត្តនៅកម្ពុជាទើបមានសន្តិសុខសន្តិភាពនៅក្នុងតំបន់និងអន្តរជាតិតំបន់អាស៊ានតំបន់ឥណ្ឌូចិនអន្តរជាតិគឺអន្តរជាតិដល់ពិភពលោកតែម្ដងបើមិនដូចច្នោះទេរងើកភ្លើងសង្គ្រាមលោកលើកទី3ច្បាស់ជាឆេះនៅកម្ពុជាទៀតហើយណាបងប្អូនដូច្នេះសំខាន់ណាស់ចំណុចនេះដូច្នេះមាត្រា181នេះនាងខ្ញុំសូមអានតែ3ចំណុចហ្នឹងគឺសំខាន់បន្តមក182ណាគោលបំណង182ណាបងប្អូនដោយទទួលស្គាល់ថាប្រវត្តិសាស្ត្រថ្មីអ្វីទៅប្រវត្តិសាស្ត្រថ្មីដែលមានព្រឹត្តិការណ៍កើតឡើងមុនឆ្នាំ1991តើកម្ពុជានិងបរទេសបានជួបប្រទះអ្វីខ្លះណាបងប្អូនតើពលរដ្ឋខ្មែរតើអ្នកចេះដឹងពលរដ្ឋខ្មែរទៅណាអស់ហើយបងប្អូនគឺគេយកទៅសម្លាប់អស់ហើយអ្នកចេះដឹងគឺនៅសល់តែអ្នកមិនសូវចេះដឹងទេណាបងប្អូនដើម្បីគេស្រួលរំលោភឈ្លានពានប្រទេសយើងគេមិនទុកទេអ្នកបញ្ញវន្តអ្នកបណ្ឌិតអ្នកចេះដឹងរបប3ឆ្នាំ8ខែ20ថ្ងៃគឺបន្សុទ្ធអស់សម្លាប់អស់អត់មានវត្តអារាមអត់មានសាលារៀនអត់មានអីនាងខ្ញុំបានឆ្លងកាត់ណាបងប្អូនដឹងហើយគឺនាងខ្ញុំអត់ចេះអីទេអត់បានរៀនសូត្រអ្វីទេចាចេះអក្សរខ្មែរខ្លះនេះដោយសារនៅជំរំសៀមទេណាបងប្អូនឆ្នាំ79នាងខ្ញុំរៀនជាមួយបងប្អូនអត់មានសាលាអត់មានអីទេរៀនចម្រុះបែបនេះចាស្គាល់ខ្លះបន្ទាប់មកបានស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺស្វែងយល់ពាក្យនីមួយទៅចេះខ្លះឡើងវិញចាដូច្នេះហើយគឺគេបំបិទទាំងអស់អត់មានសាលារៀនអត់មានវត្តអារាមគឺសម្លាប់លោកបង្សឹកបួសសុំទោសសឹកលោកទាំងអស់អត់មានលោកទេចាដូច្នេះហើយរបបនេះគឺសាហាវខុសខើណាស់នៅពីក្រោយគឺបរទេសបាននៅពីក្រោយទាំងអស់ឃើញទេគឺប្រឡ័យពូជសាសផុតឲ្យខ្មែរផុតពូជគឺរបបនេះសាហាវណាស់ដោយទទួលស្គាល់ថាប្រវត្តិសាស្ត្រថ្មីគឺរបបប្រឡ័យពូជសាសសង្គ្រាមព្រឹត្តិការណ៍ទាំងអស់ហ្នឹងណាបងប្អូនប្រកបដោយសោកនាដកម្មកម្ពុជាសូមទោសដោយប្រកបដោយសោកនាដកម្មរបស់កម្ពុជាឃើញទេរបស់កម្ពុជាទាមទារឲ្យមានវិធានការពិសេសដើម្បីធានាការពារសិទ្ធិមនុស្សនិងការមិនវិលត្រឡប់មកវិញនៃនយោបាយនិងអំពើប្រព្រឹត្តពីអតីតកាលឃើញទេបញ្ជាក់ច្បាស់លាស់ហើយត្រូវតែអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារី23ដុល្លារឆ្នាំ1991នៅកម្ពុជាទើបរបបអតីតកាលព្រឹត្តិការណ៍អតីតកាលមិនត្រឡប់មកវិញណាបងប្អូនមុនឆ្នាំ1991ប្រវត្តិសាស្ត្រថ្មីគឺប្រវត្តិសាស្ត្ររបស់យើងដែលបានចាប់ផ្ដើមពី1950មកណាបងប្អូន1930មកមានអ្វីខ្លះ1930មានចលនាកុម្មុយនីសឥណ្ឌូចិនចាគឺបានបង្កើតដែលមានយួនឡាវហើយនិងខ្មែរណាយួនជាមេដឹកនាំហើយបានចេញជារូបរាងនៅឆ្នាំ1951ណាបងប្អូនចលនាកុម្មុយនីសឥណ្ឌូចិនចាបន្ទាប់មកតើមានអ្វីកើតឡើងទៀតសូមបងប្អូនស្វែងយល់ទាំងអស់គ្នាប្រវត្តិសាស្ត្រយើងកុំឲ្យកម្ពុជាជន់ដានចាស់ដដែលណាបងប្អូនចាដូច្នេះសំខាន់ណាស់ដូច្នេះហើយកម្ពុជាត្រូវតែអនុវត្តកិច្ចព្រមព្រៀងនេះត្រូវគោរពហើយអនុវត្តភាគីហត្ថលេខីទាំងអស់ដើម្បីកុំឲ្យមានរបបហើយព្រឹត្តិការណ៍ពីអតីតកាលកើតឡើងមកវិញត្រូវមានការគោរពសិទ្ធិមនុស្សនេះទំព័រនេះគោលបំណងកិច្ចព្រមព្រៀងនៅទំព័រ181 182ចាបន្តមកទៀតនាងខ្ញុំនឹងសូមអាននេះគឺសង្ខេបខ្លីៗទេនាងខ្ញុំមិនបានអានទាំងអស់ទេណានៅទំព័រ181បងប្អូនគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសសូមបងប្អូនអានទាំងអស់គ្នាចាទំព័រ181ឥឡូវនេះនាងខ្ញុំសូមអានចែករំលែកទំព័រ271ចាសំទោស207គឺគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរណាបងប្អូនហ្នឹងហើយគោលបំណងអាវុធទឹកយើងនឹងដែរចា
នៅវត្តមាននៅក្រោមវត្តមានលោកអគ្គលេខាធិការអង្គការសហជីវជាតិដោយប្រទេសហត្ថលេខីទាំងអស់ដែលនាងខ្ញុំបានអានណាចាបាននិយាយមិញហ្នឹងមាន18បូកនឹងយូហ្គោស្លាវីបូកនឹងអគ្គលេខាធិការអង្គការសហជីវជាតិបានចុះហត្ថលេខាសំទោសបានបើកមហាសន្និបាតនៅថ្ងៃទី15តុលាឆ្នាំ1990ណាបងប្អូនបើកមហាសន្និបាតដើម្បីយកសម្លេងច្រើន2ភាគ3នៃសមាជិករបស់គាត់ទើបគាត់មានសិទ្ធិមកចុះហត្ថលេខានៅលើឯកសារនឹងបានណាចាដូច្នេះអគ្គលេខាធិការអង្គការសហជីវជាតិបានចុះហត្ថលេខានៅថ្ងៃទី23តុលាឆ្នាំ1991ដែរតំណាងឲ្យប្រទេសរបស់គាត់192ប្រទេសឥឡូវ193ណាបងប្អូនដូច្នេះទទួលស្គាល់ទូទាំងពិភពលោកតែម្ដងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺមានឥទ្ធិពលខ្លាំងណាស់ណាបងប្អូនអញ្ចឹងបានបរទេសខ្លាចមិនឲ្យពលរដ្ឋខ្មែរស្គាល់ណាបងប្អូនគេខំលាក់មក30ឆ្នាំជាងណាចាដូច្នេះគោលបំណងនៅក្នុងកិច្ចព្រមព្រៀងទី3ណាបងប្អូនទំព័រ207ដោយជឿជាក់ថាអ្នកណាជឿជាក់គឺភាគីហត្ថលេខីទាំងអស់រួមទាំងអគ្គលេខាធិការអង្គការសហជីវជាតិណាបងប្អូនដំណោះស្រាយនយោបាយរួមមួយសម្រាប់កម្ពុជាមានសារៈសំខាន់សម្រាប់គោលដៅយូរអង្វែងនៃការរក្សាសន្តិភាពនិងសន្តិសុខនៅអាស៊ីអាគ្នេយ៍ឃើញទេបងប្អូនប្រទេសដែលនៅអាស៊ីអាគ្នេយ៍ហ្នឹងណាសិតតែជាប់បានចុះហត្ថលេខានៅក្នុងឯកសារនេះអាស៊ានប្រទេសអាស៊ានទាំង9ដែលនាងខ្ញុំបានរៀបរាប់ពីដើមណាបងប្អូនដូច្នេះគាត់បានចុះហត្ថលេខានៅក្នុងឯកសារនេះដូច្នេះគាត់មានតួនាទីគោរពអនុវត្តកិច្ចព្រមព្រៀងនេះបើមិនដូច្នោះទេបងប្អូនប្តឹងគេនឹងដាក់សម្ពាធទៅលើប្រទេសហ្នឹងហើយដាក់សម្ពាធចាគឺសេដ្ឋកិច្ចខាងនយោបាយខាងសេដ្ឋកិច្ចទៅប្រទេសហ្នឹងហើយដូច្នេះរដ្ឋាភិបាលខ្មែរសូមអស់លោកទៅប្តឹងទៅភាគីដែលបានរំលោភកម្ពុជាបើមិនដូច្នោះទេគឺការរំលោភនេះគឺច្បាស់ជាបន្តទៅទៀតហើយដោយយកច្បាប់ទីក្រុងប៉ារី23តុលាឆ្នាំ1991ធ្វើជាគោលធ្វើតាមសន្តិវិធីនីតិវិធីយើងមិនអាចយកសង្គ្រាមទៅទប់ទល់នឹងបរទេសបានឡើយចា៎ចំណុចទី2ទំព័រ270ដោយរំលឹកឡើងវិញនៅកាតព្វកិច្ចរបស់ខ្លួនរំលឹកឡើងវិញអីរបស់ខ្លួនរបស់អ្នកណាបងប្អូនគឺរបស់ភាគីហត្ថលេខីទាំងអស់ឃើញទេដោយរំលឹកឡើងវិញនៅកាតព្វកិច្ចរបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងបទបញ្ញត្តិនៃច្បាប់អន្តរជាតិដទៃទៀតឃើញទេបងប្អូនភាគីហត្ថលេខីទាំងអស់ត្រូវគោរពធម្មនុញ្ញអង្គការសហជីវជាតិដូច្នេះកិច្ចព្រមព្រៀងនេះគឺរំលឹកតួនាទីកាតព្វកិច្ចរបស់សមាជិកអង្គការសហជីវជាតិប្រទេសសមាជិករបស់អង្គការសហជីវជាតិគឺមិនត្រូវទៅឈ្លានពានប្រទេសដទៃក្រៅពីប្រទេសខ្លួនឡើយចាដូច្នេះសំខាន់ណាស់ដោយរំលឹកឡើងវិញឃើញទេរំលឹកឡើងវិញនៅកាតព្វកិច្ចរបស់ខ្លួនរបស់ភាគីហត្ថលេខីទាំងអស់ដែលបានចុះហត្ថលេខាហ្នឹងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងបទបញ្ញត្តិនៃច្បាប់អន្តរជាតិដទៃទៀតឃើញទេបងប្អូនគឺភាគីហត្ថលេខីត្រូវតែគោរពហ្នឹងហើយបន្តទៀតចំណុចទី3ដោយចាត់ទុកថាការគោរពដ៏ពេញលេញនៅគោលការណ៍មិនជ្រៀតជ្រែកនិងមិនអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងនិងកិច្ចការក្រៅប្រទេសរបស់បណ្ដារដ្ឋគឺមានសារៈសំខាន់ដ៏ធំបំផុតសម្រាប់ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិឃើញទេថែរក្សាសន្តិសុខសន្តិភាពអន្តរជាតិទៀតដែរបងប្អូនដូច្នេះភាគីហត្ថលេខីទាំងអស់ត្រូវតែគោរពមិនត្រូវជ្រៀតជ្រែកភាគីផ្សេងទៀតឡើយមិនត្រូវជ្រៀតជ្រែកទៅកិច្ចការផ្ទៃក្នុងប្រទេសផ្សេងឡើយណាបងប្អូនដូច្នេះសំខាន់ណាស់សារៈសំខាន់គឺភាគីហត្ថលេខីត្រូវតែគោរពមិនត្រូវចូលអន្តរាគមន៍កិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយឃើញទេសប្តាហ៍នេះសៀមបានជ្រៀតជ្រែកបានឈ្លានពានបានរំលោភអធិបតេយ្យសុំទោសរំលោភនយោបាយយើងអធិបតេយ្យកិច្ចការក្នុងរបស់យើងហើយរំលោភបូរណភាពបើន័យថាព្រំដែនទឹកគោកកាសរបស់យើងណាបងប្អូនដូច្នេះហើយយើងមាត្រាទី5គេបានទុកឲ្យទំព័រ273ដើមទំព័រ274ឲ្យប្តឹងបងប្អូនគឺសំខាន់ណាស់ចាដូច្នេះត្រូវការពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេសស្វែងយល់ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះយើងនឹងចែករំលែកគ្នាបន្ទាប់មកយើងនឹងប្តឹងផ្ដាល់ទៅភាគីហត្ថលេខីបញ្ចុះបញ្ចូលភាគីហត្ថលេខីហ្នឹងឲ្យគាត់ប្តឹងទៅតុលាការអន្តរជាតិណាបងប្អូនគឺមានប្រទេសជាច្រើនដែលគេស្រឡាញ់ខ្មែរគេមិនបានបោះបង់ប្រទេសយើងចោលទេណាបងប្អូនដូច្នេះសំខាន់ណាស់ចាបន្តមកទៀតទី4ចំណុចទី4
ដោយអះអាងឡើងវិញអំពីសិទ្ធិមិនអាចបាត់បង់បានរបស់បណ្ដារដ្ឋដើម្បីសម្រេចដោយសេរីនៅប្រព័ន្ធនយោបាយសេដ្ឋកិច្ចវប្បធម៌និងសង្គមរបស់ខ្លួនស្របតាមគោលបំណងរបស់ប្រជាជនខ្លួនឃើញទេបងប្អូនដោយគ្មានការជ្រៀតជ្រែកវិធានសនាការបង្ខិតបង្ខំឬគំរាមកំហែងពីខាងក្រៅទោះតាមរូបភាពបែបណាមួយក៏ដោយឃើញទេប្រទេសនីមួយៗត្រូវគោរពមិនត្រូវទៅឈ្លានពានកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយបើមិនដូច្នោះទេគឺខុសគោលបំណងរបស់ប្រជាជនរបស់ខ្លួនប្រជាជនរបស់ខ្លួនគឺចង់រស់នៅក្នុងប្រទេសមួយដែលមានសន្តិភាពដែលពិតប្រាកដមានសន្តិសុខសន្តិភាពដោយពិតប្រាកដណាបងប្អូនដូច្នេះគាត់មានសិទ្ធិមិនឲ្យអំពីសិទ្ធិមិនអាចបាត់បង់បានរបស់បណ្ដារដ្ឋដើម្បីសម្រេចដោយសេរីនៅប្រព័ន្ធនយោបាយសេដ្ឋកិច្ចគឺសសរស្តម្ភរបស់ប្រទេសនីមួយៗណាបងប្អូនដូច្នេះហើយបណ្ដាភាគីទាំងអស់មិនទៅរំលោភមិនទៅឈ្លានពានសសរស្តម្ភរបស់គេឡើយចាសសរស្តម្ភមានអ្វីគឺនយោបាយសេដ្ឋកិច្ចវប្បធម៌សង្គមធម៌វប្បធម៌រលត់ជាតិរលាយនយោបាយរលត់ជាតិរលាយសេដ្ឋកិច្ចរលត់ជាតិរលាយឃើញទេ3នឹងបាត់មួយមិនបានទេណាបងប្អូនសំខាន់ណាស់ចាក្នុងប្រទេសនីមួយៗចាដូច្នេះពលរដ្ឋត្រូវការសសរស្តម្ភយើងរឹងមាំបើមិនដូច្នោះទេបើសសរស្តម្ភយើងបាត់បង់គឺពលរដ្ឋមិនអាចរស់នៅក្នុងប្រទេសនឹងបានឡើយណាបងប្អូនគឺមិនអាចមានសិទ្ធិសេរីភាពធ្វើជាម្ចាស់ប្រទេសឡើយណាបងប្អូនបើយើងបាត់បង់នយោបាយបាត់បង់សេដ្ឋកិច្ចបន្តទៀតដោយចង់ជំរុញការគោរពនិងអនុវត្តតាមសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដែលទាក់ទិនដទៃទៀតឃើញទេដោយចង់ជំរុញឲ្យភាគីហត្ថលេខីទាំងអស់គោរពសិទ្ធិមនុស្សហើយនឹងធម្មនុញ្ញអង្គការសហជីវជាតិដូច្នេះសំខាន់ណាស់កិច្ចព្រមព្រៀងនេះគឺរំលឹកដល់ភាគីហត្ថលេខីទាំងអស់ណាបងប្អូនត្រូវគោរពគុំឈ្លានពានព្រោះអតីតកាលគេបានឈ្លានពានគ្នាទៅវិញទៅមកគឺឈ្លានពានប្រទេសយើងខ្លាំងជាងគេណាបងប្អូនគេបានឈ្លានពានកម្ពុជាចាដូច្នេះហើយគេបានចុះហត្ថលេខានៅលើឯកសារនេះគេបានព្រមព្រៀងគ្នាយល់ព្រមបានចុះហត្ថលេខាយល់ព្រមអនុវត្តកិច្ចព្រមព្រៀង3ទៀតណាបងប្អូនកិច្ចព្រមព្រៀងទី1គឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាដែលនៅទំព័រ181ដល់207មាន32មាត្រា9ភាគនិង5ឧបសម្ព័ន្ធគឺគេបានយល់ព្រមឯកភាពគ្នាបង្កើតខ្មែរថ្មីមួយចាបញ្ចប់សង្គ្រាមនៅកម្ពុជាប្រទេសខ្មែរមានសង្គ្រាមឲ្យមានសន្តិសុខសន្តិភាពពីអត់ឯករាជ្យឲ្យខ្មែរឯករាជ្យពីដឹកនាំតាមបែបផ្ដាច់ការកុម្មុយនីសក្តិភូមិឲ្យដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបកពីអត់មានរដ្ឋធម្មនុញ្ញថ្មីមួយដឹកនាំតាមបែបប្រជាធិបតេយ្យឲ្យមានរដ្ឋធម្មនុញ្ញថ្មីមួយដឹកនាំតាមបែបប្រជាធិបតេយ្យពីអត់មានរដ្ឋាភិបាលថ្មីមួយដែលបានកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដោយឆន្ទៈរបស់ពលរដ្ឋគឺមានរដ្ឋាភិបាលថ្មីមួយជ្រើសរើសដោយពលរដ្ឋចា៎ប៉ុន្តែទាំងអស់នឹងត្រូវអនុវត្តដំណាក់កាលអន្តរកាលឲ្យបានពេញលេញបើមិនបានពេញលេញទេគឺខ្មែរមិនអាចមានរដ្ឋាភិបាលថ្មីមួយឡើយណាបងប្អូនតំណាងឲ្យខ្មែរឡើយដូច្នេះយើងត្រូវតែទាមទារឲ្យអង្គការសហជីវជាតិគោរពហើយអនុវត្តតួនាទីរបស់គាត់ឲ្យបានពេញលេញមិនត្រូវទុកប្រហោងបែបនេះឡើយមិនត្រូវទុកឲ្យខ្មែរវេទនាបែបនេះឡើយគេបានសន្យាធ្វើផ្ទះស្អាតឲ្យខ្មែរនៅប៉ុន្តែគេបានធ្វើមឈូសឲ្យខ្មែរនៅណាបងប្អូនធ្វើឲ្យយើងមានបញ្ហារហូតមកដល់ពេលនេះធ្វើឲ្យយើងជួបប្រទះនឹងព្រឹត្តិការណ៍ពីអតីតកាលទៀតដោយសារដំណាក់កាលអន្តរកាលបរាជ័យដោយសារអ៊ុនតាក់មិនបានអនុវត្តដំណាក់កាលអន្តរកាលហើយនឹង SNC គឺភាគក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា SNC ដែលមានភាគីខ្មែរទាំង4ណាបងប្អូន SNC បានបែកបាក់មិនបានអនុវត្តដំណាក់កាលអន្តរកាលទេហើយនៅពេល SNC បែកបាក់គឺអង្គការសហជីវជាតិក៏មិនបានអនុវត្តដែរអង្គការសហជីវស្ថាប័នពីរនេះសំខាន់ណាស់គឺ SNC ហើយនិងអ៊ុនតាក់គឺជាអាជ្ញាធររបស់អង្គការសហជីវជាតិនៅកម្ពុជាមកទាំងយោធាទាំងកងទ័ពណាបងប្អូនដើម្បីបង្កើតខ្មែរថ្មីមួយចា៎ដើម្បីបញ្ចប់សង្គ្រាមរៀបចំខ្មែរដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក
ឈប់ឲ្យខ្មែរដឹកនាំតាមបែបផ្ដាច់ការកុម្មុយនីសសក្តិភូមិអាយ៉ងបរទេសទៀតហើយចាដូច្នេះឲ្យដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបកពលរដ្ឋជាម្ចាស់ប្រទេសជាអ្នកសម្រេចជោគវាសនាអនាគតនយោបាយជាតិរបស់ខ្លួនចាឈប់ឲ្យមេដឹកនាំជ្រើសរើសដឹកឈប់ឲ្យមេដឹកនាំជ្រើសឈប់ឲ្យសុំទៅឈប់ឲ្យបរទេសជ្រើសរើសមេដឹកនាំឲ្យយើងទៀតហើយគឺពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំដោយខ្លួនឯងណាបងប្អូនហ្នឹងហើយដូច្នេះនាងខ្ញុំបានអានចប់គោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដូច្នេះសំខាន់ណាស់បងប្អូនគោលបំណងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺមកពីប្រទេសយើងបានស្ថិតនៅក្នុងទីតាំងចំនួនភូមិសាស្ត្រនយោបាយដូច្នេះទាំងប្លុកសេរីទាំងកុម្មុយនីសចង់បាននយោបាយចង់បានសេដ្ឋកិច្ចចង់បានយោធាចង់បានវប្បធម៌សង្គមធម៌របស់យើងដើម្បីពង្រីកឥទ្ធិពលរបស់គេនៅក្នុងតំបន់ឥណ្ឌូចិនតំបន់អាស៊ានតំបន់អន្តរជាតិដូច្នេះយើងគ្មានជំរឿសទេមានតែអាវុធទិព្វនេះមួយទេបងប្អូនណាដើម្បីការពារជាតិយើងបានចាដូច្នេះត្រូវការពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសស្វែងយល់ខ្លឹមសារគ្រឹះប្រជាធិបតេយ្យនេះទាំងអស់គ្នាណាបងប្អូនសំខាន់ណាស់ចាថ្ងៃនេះសូមចាប់ធ្វើនេះសូមជូនពរបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពទាំងអស់គ្នាចាបងប្អូនក្នុងប្រទេសប្រយ័ត្នខ្លួននៅព្រំដែនសៀមគឺមិនទាន់ចប់ជាក់លាក់ទេណាបងប្អូនប្រយ័ត្នខ្លួនមែនតែនចាហ្នឹងហើយសូមជូនពរឲ្យកងទ័ពយើងបានជោគជ័យចាថែរក្សាសុខភាពច្បាំងបានជោគជ័យឈ្នះពីបរទេសឈ្នានពានទាំងគ្រប់ប្រភេទនៅលើទាំងខាងកើតខាងលិចខាងជើងខាងត្បូងចាដូច្នេះសំខាន់ណាស់បងប្អូននាងខ្ញុំសូមគាំទ្រពីចម្ងាយទៅលើកងទ័ពបងប្រុសបងស្រីកងទ័ពដែលគាត់បានលះបង់ជីវិតដើម្បីការពារជាតិយើងគឺមិនងាយទេមិនងាយរកបានទេណាបងប្អូនគឺសំខាន់ណាស់ចាហ្នឹងហើយចាសូមជម្រាបលាជូនពរបងប្អូនទាំងអស់សុខមានសុខភាពល្អចាជម្រាបលា